Bà lùm hátលេខ14សួស្តីបងប្អូនថ្នាក់ទី10ទាំងអស់គ្នាយើងចូលមកដល់លំហាត់លេខ14ទំព័រទី53កំណែលំហាត់របស់យើងគឺដល់លេខ14ហើយបើវត្ថុមួយមានម៉ាស់ M1 ស្មើនឹង1គីឡូក្រាមនៅលើតុដែលរាបដែលរាបស្មើមួយដោយគ្មានកកិតនិងចងភ្ជាប់ទៅនឹងខ្សែឆ្លងកាត់រកមួយភ្ជាប់ទៅនឹងម៉ាស់ M2 3គីឡូក្រាមគូរិយាក្រាមតាំងឲ្យកម្លាំងដែលមានអំពើលើដុំម៉ាស់ទាំងពីរខកំណត់សន្ទុះនៃដុំម៉ាស់ទាំងពីរនិងដំណឹងខ្សែកធ្វើសំណួរខឡើងវិញក្នុងករណីគិតកកិតរវាងម៉ាស់ M1 និងតុគេឲ្យមានគុណកកិត 1k ស្មើ 0.2 អញ្ចឹងនៅក្នុងសំណួរកហើយនឹងខជាសំណួរដែលមិនពិបាកដោះស្រាយទេហើយយើងអនុវត្តច្បាប់ញូតុនទេចេញហើយលេខសំណួរកក៏យើងអនុវត្តច្បាប់ទី2ញូតុនដូចគ្នាប៉ុន្តែវាថែមតុកនឹងមានកកិតអូខេឥឡូវយើងទៅទាំងអស់គ្នាគេឲ្យ M1 ស្មើនឹង1.0 គីឡូក្រាមហើយ M2 3គីឡូក្រាមហើយមុននឹងធ្វើយ៉ាក្រាមតាំងឲ្យកម្លាំងត្រូវដឹងថាវារើនៅកម្លាំងអីខ្លះអញ្ចឹងដុំម៉ាស់ M1 នេះ M1 ណា M1 នឹងរើកម្លាំង3បាទទី1ដំណឹងខ្សែទី2កម្លាំងប្រតិកម្មហើយទី3ទម្ងន់បាទនឹង M1 រើ3ហ្នឹងដល់ពេលដុំម៉ាស់ M2 រើកម្លាំងតែ2ទេគឺដំណឹងខ្សែហើយនឹងទម្ងន់បាទអញ្ចឹងបន្ទាប់ពីយើងដឹងថាវារើកម្លាំងប្រមាណហើយយើងចាប់ផ្ដើមគូសបាទចាប់ផ្ដើមគូសជាមួយដុំម៉ាស់ M1 គឺវារើនៅទម្ងន់បាទទម្ងន់បាទ W គឺ M1C គូសនៅ M1C ហើយនឹងកម្លាំងប្រតិកម្មបាទទិសឈើណាកម្លាំងប្រតិកម្មអញ្ចឹងវាប្រតិកម្មពីតុកទៅបាទទូតាំងវាដោយ N បាទមានប៉ុណ្ណឹងដល់ទៅយើងគូសពីប្លង់តុកហ្នឹងមិនគូសទៅវាជាប់អញ្ចឹងទៅហើយនឹងដំណឹងខ្សែនេះដំណឹងខ្សែទើសតាមនេះមកបាទដំណឹងខ្សែតេបាទអញ្ចឹងដុំម៉ាស់ M1 រើកម្លាំង3នឹងយើងគូសហើយយើងមើលដុំម៉ាស់ M2 ម្ដងដុំម៉ាស់ M2 រើងនៅកម្លាំង2គឺទម្ងន់គឺ MC ទាញចុះក្រោមបាទហើយនឹងដំណឹងខ្សែទៅលើបាទលើមីក្រូបាទហើយបាទតេដំណឹងខ្សែបាទនេះគឺជាយ៉ាក្រាមតាំងឲ្យកម្លាំងដែលមានអំពើលើដុំម៉ាស់ទាំងពីរហ្នឹងបាទមានតែប៉ុណ្្នឹងទេបាទលើសំឡេងមីក្រូបន្តិចរំខានបន្តិចអធិស្ឋានបន្តមកទៀតយើងចូលដល់សំណួរខគេឲ្យកំណត់សន្ទុះនៃដុំម៉ាស់ទាំងពីរនិងដំណឹងខ្សែអញ្ចឹងយើងដឹងហើយកាលណាយើងកំណត់សន្ទុះយើងអនុវត្តតាមច្បាប់ទី2ញូតុនបាទអញ្ចឹងគ្រូអនុវត្តតាមច្បាប់ទី2ញូតុនគឺផលបូកកម្លាំងទាំងអស់ស្មើនឹង MA បាទកម្លាំងគួបស្មើ MA ដើម្បីដោះស្រាយបានយើងទៅវិភាគទៅលើដុំម៉ាស់នីមួយយើងមើលដុំម៉ាស់ M1 នេះណាវារើកម្លាំងតែមួយទេយកសិក្សាតាមទិសដេកអញ្ចឹងតេវាស្មើនឹង M1A បាទតែប៉ុណ្ណឹងតេស្មើ M1A សមីការទី1តមកទៀតដុំម៉ាស់ M2 បាទស្ដាប់ភ្លេងបដាទៅយងដល់លឺភ្លេងដុំម៉ាស់ M2 គឺយើងមើលយើងអត់មានទិសណាមានទិសឈើមួយទេអញ្ចឹងវារើកម្លាំង2អញ្ចឹងផលបូកកម្លាំង2នឹងស្មើ0គឺតេបូកនឹង M2Z ស្មើ M2A បាទទៅដៅវិជ្ជមានយើងយកតាមចលនាជាធម្មតាអានេះធ្លាក់ចុះក្រោមណាអញ្ចឹងទៅដៅចុះក្រោមវិជ្ជមានអញ្ចឹងតេនេះទៅលើអញ្ចឹងតេសញ្ញាដកបាទតេសញ្ញាដក M2C សញ្ញាបូកហើយស្មើ MA គូតាំងវាដោយសមីការទី2បាទសមីការទី2បន្តមកទៀតយើងចង់រកសន្ទុះយើងត្រូវបំបត្តិអញ្ញត្តតេចោលយើងយកសមីការទី1បូកសមីការទី2ឬក៏យកសមីការទី1មកជំនួសចូលសមីការទី2ក៏បានដែរអញ្ចឹងតាមសមីការទី1និងសមីការទី2គ្រូជំនួសចូលមកតេនេះស្មើ M1A អញ្ចឹងគ្រូជំនួសចូលគ្រូជិលបូកក៏បានដែរអញ្ចឹងនេះតេអញ្ចឹងដកតេគឺដក M1A ជំនួសនៅនេះណាពីរនេះជំនួសគ្នាហើយបូក M2Z ស្មើនឹង MA យើងបោះ M1A មកខាងនេះមកយើងបាន
dương bỏ từ nó thứ bột chứ man âm pi á bột nâng âm mùi a tiên a chia cả tá dương tiên nó mày á má âm pi dễ và nó lớn âm muối bột âm pi và nít cứ chia chầm lối sầm tu và dương tiên là phần năng nó chặt tao trên trên chầm lòi so mán cứ bầm rạp chỉ nuôi trâu âm pi dương strong này hủa giờ hai nè này khả này nè và âm pi bay cả lỗ con nâng bầm vuông chơi bầm vấy hay âm muối âm pi bay những bộ của châu con ấy và chanh máu và kịch cà show máu chầm lói cứ bầm pol cho sam spramet không một viên tì cà rề và ní cứ chi chầm lói bà nó không sनु kho rồi sum tu snu kho đằng đá cái xua ra đầm nâng xài bà đầm nâng xài ở ba tì cụ thao bà tại sao đầm nâng xài chứ còn là dơ đầm nâng xài chứ còn là dơ sum tu để ra khơi nếu mà chỉ nuôi châu nó không sum mấy ca ti mui đi có bán tipi của bạn và đây tam cụ kết tức sum mấy ca ti muối khơi lươn đại chỉ nuôi chó đó bà này chẳng dương giờ tôi chỉ nuôi châu không sum mấy ca ti mui tế mà âm mùi tế mà âm muối cứ 1 kg hay ai nhưng ở khơi bấm pơ cho sam pram và những con bờ châu này cứ bấm pơ cho sam pram Newton là đài chứ nằm đằngซ้ายcứ bấm pơ cho sam pram Newton và ní chùm lòi và thì nó sai lươn mình tích đó thì bồn bồn mơ mình toán xa đầm làng vinh rồi có bà miền chùm ngón không bắn xua được hàng còng xa lư lê như đồng kha này và cơ với sầm nua khó làng vinh với sầm nua khó làng vinh cả nấy có cật và cật có cật nhắn keo cái này đầm nâng miền này tha sầm nua khó cái này đôi khía này sầm tốt hay đang đầm nâng xài và tay lẹ hắn cứ cật có cật dân bà dương cật có cật miền này tha đồng mà âm muối này vì miền cầm làng cật dương score này dùng mà này cầm làng cật đó nè cứ chia cầm láng đại miền từ đá tôi pi cho là nè mà trước đây cụ đã cầm làng cật hai mọi việc mùi tiền máu đồng mà muối hay cầm làng nó cứ cầm làng cật bà cụ tang rồi ép tôi friction force cầm làng cật hay dương sắc xa từ lơ đồng mà muối hay tam từ đây từ đà cho bắp tp Newton và chẳng cứ tế đô ai của đặt tế đô ai mong tới đời xa tế từ đầu về chấm miến hay ai nó cứ tôi đi cho nã về chấm miến hay smart âm mùi cụ tang biết đâu smi ca tí 7 dương dơ smi ca tí 3 từ 4 ជាមួយនឹងសមីកាទី2បាទពូសមីកាទី2ដដែលទេចឹងយើងសមីកាទី3បូកជាមួយនឹងសមីកាទី2ដល់ទៅបូកបញ្ចូលគ្នាមើលបាទសមីកាទី2មានដកតេអានេះតេដាច់បាត់អានេះឃើញទេបូកចូលគ្នាដាច់បាត់ចឹងនឹងសល់ m2z ដក f ចឹងនៅសល់ m2z ដក f នេះឃើញទេហើយសមីកាទី2មកយើងគឺ m2a បូកនឹងខាងនេះគឺ m1a អញ្ចឹងយើងបាន m1 បូក m2 ហើយទាញ a ជាកតាមកបាទសង្ឃឹមបងប្អូនយល់កន្លែងហ្នឹងបាទងាយទេបើយើងយកបូកគ្នាមកនេះសមីកាទី2ហើយនិងសមីកាទី3បូកគ្នាមកយើងឃើញប៉ុណ្ណឹងនិយាយទៅរក a norm a ស្មើ m2z ដក f នៅលើ m1 បូក m2 ចឹងអ្វីដែលត្រូវដោះស្រាយគឺកម្លាំងកកិតលំហេតុគេអត់ប្រាប់កម្លាំងកកិតទេប៉ុន្តែគេប្រាប់មេគុណកកិតចឹងក៏ស្អែកហើកបានដែរតែកម្លាំងកកិតវាត្រូវស្មើនឹងមេគុណកកិត star kinetic គុណជាមួយនឹងកម្លាំងប្រតិកម្មដោយសារវាមានចលនាគេយកមេគុណកកិត kinetic ចឹង F ស្មើ1ការគុណនឹង n ដែល n ហ្នឹងគឺជាកម្លាំងប្រតិកម្មយើងមើលនៅក្នុងរូបn ហ្នឹងគឺវាទប់ទល់ជាមួយនឹង mz ផលបូកកម្លាំងនៅលើអក្សរណាវត្ថុទី1គឺផលបូកកម្លាំងស្មើ0អញ្ចឹងមានន័យថា n ហើយ mz ស្មើគ្នាអញ្ចឹងយើងជំនួសឲ្យ n ទៅ mz យើងបាន 1k ស្មើ m1c អញ្ចឹង 1k 0.2 ហើយ m1 1 kg ហើយ c 9.8គេនេះមកយើងឃើញ 1.96 បាទ 1.96 Newton កម្លាំងកកិតប៉ុណ្ណឹងកម្លាំងកកិតប៉ុណ្ណឹងយើងមកជំនួសចូលក្នុងហ្នឹងមកយើងឃើញសំទុះហើយអញ្ចឹងយើងបានសំទុះ a ស្មើ3គុណនឹង 9.8 ដក 1.9
យើងកែនេះមកចែកឲ្យ m1 + m2 ចម្លើយឃើញថាសំទុះតូចជាងមុនដោយសារមានកម្លាំងកាត់សំទុះតូចជាងមុនហើយបាទវាទប់នឹងចលនាណាអញ្ចឹងសំទុះគឺ 6.86 ម៉ែត្រក្នុងវិនាទីការ៉េបាទនេះគឺសំទុះបាទហើយសំណួរមួយទៀតគេសួររកដំណឹងខ្សែអត់ពិបាកទេយើងរកឃើញសំទុះហើយយើងយកវាមកចំនួនចូលទៅក្នុងសមីការបាទសមីការណាក៏បានដែរសមីការទី2ក៏បានសមីការទី3ក៏បានបើសិនយើងចំនួនចូលក្នុងសមីការទី2ឬក៏សមីការទី3យើងឃើញចម្លើយដំណឹងខ្សែគឺចម្លើយគឺឃើញ 8.82 ញូតុនបាទនេះគឺដំណឹងខ្សែបាទចម្លើយដំណឹងខ្សែបាទអញ្ចឹងលំហាត់របស់យើងគឺមានតែប៉ុណ្្នឹងទេហើយដំណឹងខ្សែបងប្អូនអាចធ្វើខ្លួនឯងបន្តិចទៅយើងយកសំទុះមកចំនួនចូលក្នុងសមីការទី2មកឬក៏យកសំទុះមកចំនួនចូលក្នុងសមីការទី3មកអញ្ចឹងឃើញចម្លើយហើយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេណាអស់ហើយយើងនឹងធ្វើលំហាត់បន្ទាប់នៅលេខ15បាទមានចម្ងល់បងប្អូនអាចខមមិនសួរនៅខាងក្រោមបាទអរគុណ